វាសនាមនុស្សមើលអត់ឃើញទេថ្ងៃណាមួយខ្ញុំក៏អាចជិះកៅអី business class នឹងបានដែរជីវិតណាមើលវាអត់ឃើញមានឡើងមានចុះយើងអត់គិតថាយើងបានទៅរស់នៅអាមេរិកបានជិះយន្តហោះផងឥឡូវវាសនាយើងបានជិះទៅដល់យន្តហោះតែគោលបំណងធំគឺចង់ជិះ business class ដែរចាតែនិយាយលេងឯងបងប្អូនអើយឥឡូវមកមើលពីការរៀបចំអីវ៉ាន់របស់ខ្ញុំវិញខ្ញុំត្រូវការថ្លឹងគីឡូថ្លឹងអីចឹងទៅដើម្បីឲ្យដឹងថាវាខ្វះអីលើសអីអញ្ចឹងអាលខ្ញុំទៅដើរទិញអីវ៉ាន់បន្ថែមទៀតចាយកមកខ្លះអញ្ចឹងណាមកម្ដងនេះគឺខ្ញុំអត់មានទិញអីច្រើនទេព្រោះខ្ញុំដឹងថាបងប្អូនខ្ញុំគាត់អត់ចង់បានអីច្រើននោះទេវីតាមីនអីគឺគាត់អត់ញ៉ាំគាត់អត់ប្រើទេអញ្ចឹងហើយខ្ញុំទិញខ្លះទៅហើយមុននឹងទិញមឹកហ្នឹងខ្ញុំក៏ចូលទៅញ៉ាំអីសិនអញ្ចឹងទៅណាខ្ញុំទៅទិញគ្រឿងសមុទ្របងប្អូនដោយសារគ្រឿងសមុទ្រហ្នឹងគឺខ្ញុំត្រូវការសំខាន់មែនទែនយកមកឲ្យប្អូនយកមកឲ្យអីញ៉ាំអញ្ចឹងទៅហើយពគាគ្រីមដោយសារតែពគាគ្រីមនៅអាមេរិកហ្នឹងគឺរបស់គេល្អអត់មានប្រើប្រាស់ថ្នាំអីទេចាហើយប្តីយកមកឃ្លៀងសម្អាតអីរួចរាល់ដាក់ទូកកបន្ទាប់មកទៀតខ្ញុំក៏រៀបចំដាក់ចូលកេសចឹងទៅហើយនិយាយមែនគឺនៅល្អនៅស្រស់យកមកគឺល្អមែនទែនហើយខ្ញុំក៏ទៅយកអំបិលហើយមានញោមស្វាយពគាចិត្តស្វាយចិត្តអីយកមកដាក់ញ៉ាំនៅលើយន្តហោះអញ្ចឹងព្រោះខ្ញុំតដើរគឺខ្ញុំងាយនឹងពុលតែចៃដន្យអីគឺអត់អីដែរនិយាយទៅស្នាងដែរអញ្ចឹងណាសួរកូនសួរប្តីហើយលេបថ្នាំលេបអីទៀតចាអារម្មណ៍ភ័យអព្រោះទៅម្នាក់ឯងលើកទី1ហើយដែលខ្ញុំធ្វើដំណើរម្នាក់ឯងបងប្អូនពីអាមេរិកមកដល់កូរ៉េពីកូរ៉េមកដល់ខ្មែរគឺមិនធម្មតាទេបងប្អូនអើយហើយកុំអីហ្នឹងយន្តហោះនៅកូរ៉េចេញមកចោលទៀតដោយសារអីដោយសារតែខ្ញុំគឺទៅឆcheck អីវ៉ាន់នៅកន្លែងអ្នកដែលគេចូលនៅក្នុងប្រទេសកូរ៉េខ្ញុំអត់ដឹងចេះរត់តាមគេដែរចាចៃដន្យអីក៏ងាកទៅឃើញថាអូមិនមែនទេពោះច្រឡំផ្លូវចាអញ្ចឹងក៏រត់មករកកន្លែងវិញចាហើយឥឡូវហ្នឹងនិយាយបងប្អូនគឺដល់ពលានយន្តហោះ Boston ហើយខ្ញុំត្រូវចូលនៅ Gate E ដោយសារតែខ្ញុំឡើងជិះយន្តហោះវល់កូរ៉េអញ្ចឹងប្តីខ្ញុំក៏ជូនមកតម្លាក់ហើយគិតថាគាត់ហ្នឹងជូនមកតម្លាក់ហើយក៏ចូលខាងក្នុងជាមួយខ្ញុំបានតែចៃដន្យអីគឺពិបាករកកន្លែងផាកឡានអញ្ចឹងទៅខ្ញុំក៏ចូលទៅ check អីវ៉ាន់ម្នាក់ឯងចានិយាយទៅគឺធ្វើនារីក្លាហានត្មងចាមកម្នាក់ឯងធ្វើអ្វីម្នាក់ឯងទាំងអស់ចៃដន្យមែនតែនបងប្អូនដោយសារអីគឺថាប្តីខ្ញុំគាត់ទៅយកអាទះយកអីមកឲ្យហើយគាត់ប្រាប់ថាឲ្យចាំគាត់ផ្លែតទៅហើយខ្ញុំនេះចាំមិនណាបានព្រោះអីមើលទៅឡើងយន្តហោះម៉ោង1ទេមកដល់ពលានហ្នឹងគឺម៉ោង10កន្លះទៅហើយអញ្ចឹងណាអញ្ចឹងទៅខ្ញុំខ្លាចទៅឆត្រង់ជួអីអញ្ចឹងចឹងទៅខ្ញុំក៏ប្រាប់ប្តីខ្ញុំឲ្យយកឡានទៅផាកទៅហើយខ្ញុំចូលទៅក្នុងមុនដើម្បីអីគឺទៅ check in នៅវ៉ាន់នៅហើយទៅហើយខ្ញុំទៅរកប្រគុណចាហើយសម្រាប់គីឡូវិញបងប្អូនគឺថាស្មើហ្មងចាអាហ្នឹងថ្លឹងនៅផ្ទះគឺ22គីឡូតែយកមកដល់ហ្នឹងគឺ21គីឡូហើយវ៉ាលីខ្ញុំបានតែ22គីឡូទេអញ្ចឹងទាំងអស់43គីឡូហើយឥឡូវរួចរាល់អស់ហើយបន្ទាប់ពី check អីវ៉ាន់អីរួចរាល់ហើយខ្ញុំក៏ដើរទៅរកកន្លែងគេហៅថាកន្លែងឆែកខ្លួនទៀតណាចាទៅរកកន្លែង check ខ្លួនបន្ទាប់ពីយើងទៅចូលកន្លែងscan អី check អីហើយអស់ខ្ញុំមករកកន្លែងឡើងយន្តហោះវិញចាឥឡូវរកឃើញហើយនិយាយទៅគឺពិបាកដែរតាព្រោះអាលេដើររកកិច្ចតម្រាំតែឃើញបងប្អូនព្រោះម្នាក់ឯងណាប៉ុន្តែក៏ឆ្លាតដែរដោយសារតែខ្ញុំហ្នឹងសួរគេសួរឯងរហូតចាហើយចង់និយាយថាយើងកុំឲ្យរំលងការថតរូបថតអីអញ្ចឹងណានិយាយពីចាស់វិញគាត់ស្នាងដែរគឺគាត់មានអ្នករុញអញ្ចឹងទៅតែដល់ពេលយើងក្មេងអត់ទេចាគឺដើររហូតឥតលហែអញ្ចឹងហ្មងចាឥឡូវគឺរួចរាល់ហើយដល់កន្លែងចូលទៅក្នុងហើយគាត់ទៅដើរកាត់ចំហាយbusiness class ហ្នឹងថ្ងៃណាមួយអញនឹងជិះហែងឲ្យបានបន្ទាប់មកយើងចូលទៅគឺគេមានគេហៅថាស្បែកជើងពាក់ក្នុងយន្តហោះហ្នឹងមកគូទឹកម្ដបភួយមួយខ្នើយមួយអញ្ចឹងទៅឥឡូវហ្នឹងកំពុងតែអង្គុយរងចាំយន្តហោះឡើងហើយយន្តហោះហ្នឹងគឺថាលេតឡើង15នាទីទៅ20នាទីបងប្អូនដោយសារអីដោយសារតែមានយន្តហោះតូចហ្នឹងក៏វាប្រុងឡើងដែរហើយ
ទី1គឺថាវាហោះទៅទីតិចរហូតប៉ុន្តែវាអត់ទាន់សេរីផុតពីកន្លែងហ្នឹងទេអត់ដឹងថាមូលហេតុអីហើយនិយាយមែនណាគេមានអ្នកអាយ៉ែអ្នកអីត្រឹមត្រូវចាចឹងបានថាហើយមុនដំបូងហ្នឹងគឺខ្ញុំត្រូវការដោះបែកជើងខ្ញុំហ្នឹងហើយដូរមកពាក់ស្បែកជើងក្នុងយន្តហោះចាហើយនេះឃើញទេបងប្អូនគឺថាឥឡូវចាប់ផ្ដើមឡើងហើយអ្នកទាំងអស់គ្នាអើយជើងផុតដីហើយវគ្គនេះហើយបើសួរខ្ញុំថាតើភ័យអត់ពេលជិះយន្តហោះអារម្មណ៍មែនតើបងប្អូនគឺអត់ភ័យទេពេលខ្ញុំជិះយន្តហោះអញ្ចឹងគឺអត់ដែលភ័យទេអ្នកទាំងអស់គ្នាព្រោះយន្តហោះហោះចេញក្រៅស្រុកគឺយន្តហោះកាន់តែធំលំនឹងវាកាន់តែអត់មានលកើអត់មានអីទាំងអស់និយាយទៅអត់មានដឹងថាយន្តហោះហោះផងហ្នឹងហើយនិយាយមែនកាន់តែខ្ពស់កាន់តែអត់ដឹងចាដូចនៅក្នុងផ្ទះអញ្ចឹងបងប្អូនគឺអត់ដឹងទេហើយបងប្អូនភិកច្រើនមីងខ្ញុំអីហ្នឹងជាតាមសួរខ្ញុំថាមិនដែរខ្ញុំនិយាយទៅគឺថាយន្តហោះវាហោះផុតបាត់ហើយវាផុតទាំងខ្យល់ផុតទាំងពពកទៀតអញ្ចឹងទៅអារម្មណ៍របស់ខ្ញុំគឺធម្មតាតែម្ដងឥឡូវហ្នឹងគឺថាដល់ម៉ោងគេបិទភ្លើងបិទអីអញ្ចឹងទៅហើយអ្នកខ្លះក៏គេងអញ្ចឹងទៅហើយសម្រាប់ខ្ញុំបងប្អូនអត់ទេគឺខ្ញុំនៅមើលទូរទស្សន៍ហើយអ្នកខ្លះក៏គេនៅបើកភ្លើងអានសៀវភៅអីអញ្ចឹងទៅនិយាយទៅគឺថាខុសគ្នាខ្ញុំមើលទូរទស្សន៍មើលម៉ាតអីអញ្ចឹងទៅហើយឥឡូវហ្នឹងគឺថាដល់ម៉ោងគេឲ្យយើងញ៉ាំបាយហើយបាយរបស់គេមាន4មុខឲ្យយើងជ្រើសរើសសម្រាប់ខ្ញុំជ្រើសយកអាបាយគីមឈីគេហៅបាយគេបបអីគេអាបាយញោមនេះហ៎បងប្អូនអាហ្នឹងឆ្ងាញ់អ្នកទាំងអស់គ្នានិយាយទៅគឺខ្ញុំដឹងថាបាយណាឆ្ងាញ់ព្រោះយើងអ្នកជិះយន្តហោះហ៎ហើយខ្ញុំដឹងថាអ្វីដែលឆ្ងាញ់គឺសុំទឹកស៊ុបគេបន្ថែមមួយទៀតដោយសារអីទឹកស៊ុបគេហ្នឹងឆ្ងាញ់មែនតើបន្ទាប់មកសំបីតែក្រូចអីហ្នឹងក៏ញ៉ាំអស់ដែរនិយាយទៅគឺថាជិះយន្តហោះម្ដងហ្នឹងគឺញ៉ាំបានតែម្ដងហើយខ្ញុំអត់ពុលយន្តហោះទៀតហើយកាហ្វេដាក់អស់និយាយទៅអ្នកគេញ៉ាំហើយគេឆោតដុសធ្មេញនៅក្រៅអញ្ចឹងទៅអ្នកខ្លះក៏បិទភ្លើងដេកវិញអញ្ចឹងទៅហើយនិយាយមែនគឺថាមើលមិនតាន់ចប់ផង4-5ម៉ោងក្រោយមកទៀតគឺគេបើកភ្លើងឲ្យយើងនឹងញ៉ាំបាយទៀតហើយឥឡូវខ្ញុំរើសបាយឆាស្ពៃចានិយាយទៅបាយឆាស្ពៃសាច់មាន់ណាបាយហ្នឹងក៏ឆ្ងាញ់ដែរបងប្អូនគេហៅថាបាយមាន់គេហៅបាយមាន់ chicken rice ចាអូយឆ្ងាញ់មែនតើនិយាយទៅស្អីក៏ដោយគឺញ៉ាំទាំងអស់ហើយអានេះខ្ញុំកំពុងតែហោះនេះគឺមកដល់ប្រទេសកូរ៉េហើយឥឡូវហ្នឹងគឺយន្តហោះគេចាប់ផ្ដើមរៀបចុះអញ្ចឹងណាចាឥឡូវចុះមកដល់ដីហើយអ្នកទាំងអស់គ្នាគឺហោះបដាដល់កូរ៉េហើយខ្ញុំមកកុំអីត្រូវវង្វេងហើយត្រូវអត់រកផ្លូវឃើញទេបងប្អូនអើយមិនដឹងណាណីទេចាហើយជួបអ៊ីពូនេះចាហើយឥឡូវហ្នឹងគឺយើងចាប់ផ្ដើមដូរជើងពីកូរ៉េមកដល់ខ្មែរចាអញ្ចឹងទៅគឺបន្ទាប់ពីយន្តហោះឡើងផុតពីដីគឺមានបាយមកបន្តទៀតហើយចានិយាយទៅគឺថាហោះ22ម៉ោងហ្នឹងគឺទទួលបានបាយ3ចាឥឡូវហ្នឹងគឺយើងដល់ប្រទេសខ្មែរហើយបងប្អូនហើយក៏ដល់ប្រលានយន្តហោះផងដែរអូយពិតជាសប្បាយចិត្តមែនតើនិយាយទៅគឺថាអារម្មណ៍គឺក្តុកក្តាក់នៅពេលដែលមកដល់ប្រលានមួយដែលយើងទន្ទឹងរង់ចាំអ្នកទាំងអស់គ្នាហើយយើងត្រូវការចូល check passport check អីអញ្ចឹងទៅតាមផ្លូវណាអីអញ្ចឹងណាហើយក៏បន្ទាប់ពីធ្វើ passport អី arrival អីរួចរាល់ហើយមកចាំយកវ៉ាលីចាអញ្ចឹងទៅគឺថាអូវែងឆ្ងាយរបស់គេហើយនិយាយមែនពិតជារំភើបអ្នកទាំងអស់គ្នាអើយហើយនៅលើយន្តហោះហ្នឹងណាខ្ញុំបានសុំប្អូនស្រីម្នាក់ដើម្បីដូរលុយយកលុយរាយទៅឲ្យបងធ្វើការនៅក្នុង airport តែចៃដន្យអីពួកគាត់ថាអត់ទេពួកគាត់អត់ត្រូវការលុយទេចាបន្ទាប់ពីខ្ញុំប្រមូលអីវ៉ាន់ប្រមូលអីរួចរាល់ហើយក៏បានអុសវ៉ាលីចេញមកក្រៅហើយនេះជាក្មួយស្រីរបស់ខ្ញុំអាយុ15ឆ្នាំហើយប្អូនស្រីចាដែលមើលថែពុកខ្ញុំនឹងឯងចាបានវាខ្ញុំអត់គិតថាបានអ៊ំគាត់ទៅទទួលខ្ញុំទេ
តែចៃដន្យអីគឺមានអ៊ំទៅដែរអញ្ចឹងណាអូនិយាយពីថាកន្លែងចតឡានវិញគឺធូរថ្លៃបងប្អូន2ម៉ោងជាងអស់ត្រឹមតែ12000ទេណាបងប្អូនគឺអត់ដូចអ្វីដែលគេនិយាយទេប្រហែលជាពួកគាត់និយាយហ្នឹងដោយសារតែពួកគាត់ចូលខុសកន្លែងឥឡូវដល់ផ្ទះគឺមានរបស់ឆ្ងាញ់ហើយជាពិសេសជាងគេគឺខ្ញុំត្រូវការកក់សក់នឹងតែម្ដងល្បេះហ្មងងើបពីដេកឡើងទៅរកជាងភ្លាមវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងជួបគ្នានិចវីដេអូអរគុណច្រើនជម្រាបលា